có khô nhẹ cha cha số số nhẹ đô thơ nó ta tha tổ thơ nó រឿងដង្កើដុកឌឿកាលពីព្រេងនាយមានមិត្តសម្លាញ់ពីរនាក់មួយជាសត្វអង្ក្រងមួយជាសត្វដុកឌឿថ្ងៃមួយដុកឌឿបានចេញទៅដើរលេងនៅខាងក្រៅក៏បានជួបនឹងមិត្តសម្លាញ់អង្ក្រងពេលនោះអង្ក្រងបានពោលទៅកាន់ដុកឌឿថាណែមិត្តសម្លាញ់ឯងជិតដល់ថ្ងៃប្រឡងហើយមិនឯងធ្វើមិនដឹងខ្លួនតអញ្ចឹងដឹងអត់ថ្ងៃប្រឡងនៅសល់តែមួយខែទៀតទេពេលនោះដុកឌឿបានភ្ញាក់ខ្លួនព្រឹតទើបតែដឹងថាថ្ងៃប្រឡងជិតមកដល់បន្តិចក្រោយមកអង្ក្រងបានពោលទៅកាន់មិត្តសម្លាញ់ដែលជាដុកឌឿថាណែសម្លាញ់ឯងគួរតែយកសិភៅមកមើលព្រាមទៅតនឹងមានឱកាសប្រយ័ត្នប្រឡងធ្លាក់ទៅស្ដាយក្រោយណាសម្លាញ់លៀមនោះដុកឌឿបានយកសិភៅមកទន្ទិញយ៉ាងលឺថា có khô có khô nhẹ cha cha số số nhẹ đô thơ nó ta tha tổ thơ nó bo mo ya ra lo bo sa ha la hong មួយថ្ងៃក្រោយមកដុកឌឿមានកំណត់គិតចង់ទៅបបួលមិត្តភក្តិដុកឌឿដទៃទៀតទៅរៀនជុំគ្នាគ្រាន់បានជាគ្នាព្រោះតែការរៀនជុំគ្នាវាធ្វើឲ្យយើងសប្បាយផងហើយទន្ទិញឆាប់ចាំផងជួនជាចៃដន្យមិត្តនារីដុកឌឿបានដើរកាត់នោះហើយឃើញមិត្តដុកឌឿឈរផ្លឹកតាមម្នាក់ឯងយាមនោះមិត្តនារីដុកឌឿបានពោលទៅកាន់ដុកឌឿដែលកំពុងតែឈរផ្លឹកថានៅសម្លាញ់តែឯងកំពុងតែផ្លឹកធ្វើអ្វីហ្នឹងអញគិតដល់ណាហើយដុកឌឿលីហើយក៏បានតបទៅកាន់មិត្តនារីដុកឌឿវិញថាអូសម្លាញ់គ្នាកំពុងតែគិតចង់បបួលមិត្តនារីឯងទៅរៀនជុំគ្នាតើឯងព្រមទៅជាមួយខ្ញុំទេលីដូច្នេះមិត្តនារីក៏បានតបទៅកាន់មិត្តដុកឌឿវិញថាអូមិនអីទេសម្លាញ់បើអញ្ចឹងបន្តិចទៀតយើងទៅរៀនជុំគ្នាតែម្ដងទៅគ្រានោះមានដុកឌឿខ្មៅមួយក្បាលបានដើរកាត់នោះហើយឃើញដុកឌឿទាំងពីរកំពុងតែឈរជជែកគ្នាអំពីការតតាបន្ទាប់មកដុកឌឿខ្មៅក៏បានពោលថាមិនហើយជីវិតពេលមិត្តនារីនិងមិត្តដុកឌឿឮដូច្នេះបានហូរចិត្តទៅនឹងសម្ដីដុកឌឿខ្មៅយ៉ាងខ្លាំងបន្ទាប់មកពួកគេក៏បានចែកផ្លូវគ្នាដើរទៅផ្ទះរៀងៗខ្លួន